និយាយច្រើនពេករាល់ថ្ងៃបានគេធុញបងហ្នឹងបងដឹងតែតាអូនក៏ប៉ុន្តែធ្វើមិនបើសិនជាបងអ្នករកស៊ីដូចមុននេះអត់អីទេឥឡូវនេះបិទគ្រប់កន្លែងអស់ហើយនៅសល់តែមួយកន្លែងហ្នឹងទេអញ្ចឹងការលក់ដូរពឹងផ្អែកលើវីដេអូត្រូវការថតរាល់ថ្ងៃនិយាយរាល់ថ្ងៃហ្មងអូនចាហើយថ្ងៃនេះនាងខ្ញុំចង់និយាយពីផ្លែចពូហ្នឹងផ្លែចពូហ្នឹងបងប្អូនសួរថាហេតុអ្វីបានតាន់ល្អម៉េះមកមើលទំនងណាស់នេះបងប្អូនគឺនាងខ្ញុំទិញអាចចាប់សัตว์ហ្នឹងវាចូលនៅក្នុងដបហ្នឹងបងប្អូនហើយនាងខ្ញុំទិញពីសាអូអាស័យណាហើយនៅពេលដែលនាងខ្ញុំដាក់ទៅក្នុងមួយថ្ងៃ4-5កដុងចាហើយនាងខ្ញុំយកវាទៅចោលផ្សេងតាមពិតទៅដោយសារតែគ្រួសាររបស់នាងខ្ញុំរក្សាសិលគាត់អត់ឲ្យទុកវាងាប់នៅក្នុងហ្នឹងទេយកវាទៅឆ្ងាយយកទៅបំផ្លាញបងប្អូនផ្សេងវិញនិយាយលេបងប្អូនអើយដោយសារតែគាត់ហ៊ានស្លាប់អញ្ចឹងគាត់យកទៅចោលចាហើយបងប្អូនមកទីនេះហាមបេះបងប្អូនណានាងខ្ញុំមានតែមួយដើមហ្នឹងទេទុកសម្រាប់ព្រះរស់របស់នាងខ្ញុំនៅពេលដែលទុំក្រហមចែកនាងខ្ញុំនឹងកើបហើយនៅពេលដែលកើបនាងខ្ញុំផ្ញើជូនព្រះរស់សងខាងហើយបងប្អូនអើយគាត់ចង់បានចពូធម្មជាតិអញ្ចឹងហូបណាហើយយូរមានម្ដងបើសិនជាបងប្អូនមកគិតថាអូខ្ញុំជាហ្វេនខ្ញុំជាភ្ញៀវមានសិទ្ធិបេះអត់ត្រូវទេបងប្អូនណាអត់ត្រូវទេដោយសារតែនាងខ្ញុំមិនមែនជាកន្លែងលក់បន្លែឬក៏ផ្លែឈើទេផ្លែឈើបន្លែទាំងនេះនាងខ្ញុំដាំហូបទេនាងខ្ញុំលក់តែអាហារសម្រន់ទេណាបងប្អូនអញ្ចឹងសុំទោសផងបងប្អូនណាមានតែមួយដើមនឹងទេក៏ប៉ុន្តែនៅពេលដែលនាងខ្ញុំកើផលនាងខ្ញុំផ្ញើជូនម្ដាយសងខាងអស់ហើយនាងខ្ញុំក៏ទុកជូនចាចង់និយាយថានាងខ្ញុំជូនឪពុកម្ដាយសងខាងម្នាក់2គីឡូកន្លះឬក៏3គីឡូអញ្ចឹងទៅថាអស់5គីឡូអញ្ចឹងនៅសល់ពាក់កណ្ដាលនាងខ្ញុំទុកខ្លួនឯងខ្លះកូនចៅខ្លះចែកជាមួយនឹងហ្វេនខ្លះដែលគាត់មកចំថ្ងៃនាងខ្ញុំកើផលនឹងឯងបងប្អូនណាអញ្ចឹងសូមបងប្អូនមេត្តានិយាយមែនមានតែមួយដើមនឹងតែខ្វៀលរាល់ថ្ងៃដោយសារតែគាត់ឃើញគាត់ខ្ជូតហើយគាត់បេះហើយនាងខ្ញុំស្ដាប់លឺអ្នកខ្លះគេថាស្អីចិត្តអាក្រក់ម៉ែបងប្អូនអើយនាងខ្ញុំដូចមានអារម្មណ៍ថាអត់សូវសប្បាយចិត្តទេដោយសារតែលឺបងប្អូននិយាយចឹងបងប្អូនអត់យល់ពីអារម្មណ៍នាងខ្ញុំគឺជាមនុស្សឈឺនាងខ្ញុំធ្វើការច្រើនអត់បានទេរាល់ថ្ងៃលក់ដូរហ្នឹងរស់បុគ្គលិកចាកឹមជីរស់ព្រះរស់ហើយនាងខ្ញុំបានរស់ជាមួយវីដេអូដើម្បីយកលុយទៅបង់ធនាគារបើសិនជាវីដេអូខែខ្លះទូច្រើនទៅក៏មានលុយធ្វើបន់ផ្សេងអញ្ចឹងបើសិនជាបងប្អូនបេះបោចរបស់នាងខ្ញុំបងប្អូនក៏អត់បានបន់ដែរបងប្អូនបានបាប់ណាបងប្អូនណាអរគុណដែលបងប្អូនយល់ហេចាប់ចោលបានហើយបងប្អូនចោលហ្នឹងទូចទេក៏ប៉ុន្តែចិត្តធំណាហ៊ានលួចចំពោះនាងខ្ញុំទៀតចាឥឡូវនេះចាប់បានក្នុងមួយថ្ងៃ5កដុងទៅ10កដុងបងប្អូនចាហើយនៅពេលដែលនាងខ្ញុំចាប់បានអញ្ចឹងទៅគឺលែងមានសត្វតិចហើយក៏ប៉ុន្តែនៅមានចោលធំអញ្ចឹងហើយនាងខ្ញុំក៏សម្រេចចិត្តជួលអង្គរៈ2នេះការពារចំពោះឥឡូវនេះតោះមកអត់សាច់ចម្ពូហ្នឹងតាមផ្អែមបងប្អូននៅពេលដែលយើងចាប់សត្វតិចបានណាបងប្អូនក៏ប៉ុន្តែនៅមានបងប្អូនបេះបងប្អូនអើយបងប្អូនគិតថាបេះសមមាននាងខ្ញុំមានត្រឹមតែមួយដើមទេចម្ពូហ្នឹងឆ្ងាញ់បងប្អូនហើយនាងខ្ញុំទុកឲ្យបានទុំក្រហមពេញដើមនាងខ្ញុំកើបនាងខ្ញុំទុកចែកព្រះរស់សងខាងបន្ទាប់មកនាងខ្ញុំចែកបងប្អូនហូបហើយក៏ប៉ុន្តែបងប្អូនបេះម្នាក់បន្តិចចំពោះនឹងនេះខ្ញុំអត់បានកើបទេអ្នកខ្លះលេងបរៀនកូនឲ្យចេះធ្វើចោលតាំងពីទូចទៀតថាបេះម្ដាយមើលផ្លូវឲ្យអូបាបធ្វើចឹងអត់ទៅទេនេះខ្ញុំមិនមែនចិត្តអាក្រក់ទេក៏ប៉ុន្តែវាអត់ទាន់ត្រូវបេះវាអត់ទាន់ត្រូវកើបណាតោះថ្ងៃនេះនេះខ្ញុំនឹងបង្រៀនមុខម្ហូបពិសេសមួយធានាចំហុយបែបសុខភាពឆ្ងាញ់ណាតាមពិតទៅបរៀនកូនឲ្យចេះបោចនិយាយចំរបស់គេតាំងពីតូចអញ្ចឹងបាបអូននិយាយមែនណាគួរតែបរៀនកូនឲ្យចេះថាអូរបស់គេកុំបេះសិលធម៌អត់ល្អទេបាបមិនចេះបាបមិនចុះបានល្អអាណាបរៀនកូនឲ្យចេះលួចតាំងពីក្មេងតិចទៀតលួចលុយវិនិច្ឆ័យគ្រួសារអស់ហើយនិយាយមែនណាចានេះខ្ញុំមិនចិត្តអាក្រក់ទេបងប្អូនក៏ប៉ុន្តែដំណាំហ្នឹងនេះខ្ញុំនិយាយឲ្យនិយាយទៀតថានេះខ្ញុំគឺទុកសម្រាប់ថតនៅពេលដែលថតទៅនាងខ្ញុំបានចំណូលពីថតនៅពេលដែលបងប្អូនបេះ1ក្តាប់2ក្តាប់3ក្តាប់4ក្តាប់ចាបោចអស់នាងខ្ញុំអត់បានថតទេអញ្ចឹងនាងខ្ញុំគ្មានចំណូលចូលទេបច្ចុប្បន្ននេះនាងខ្ញុំមានជំងឺនាងខ្ញុំរស់ស៊ីធំដុំអត់កើតទេលក់បុកល្ហុងនាងខ្ញុំតម្លាក់ឲ្យកូនចៅលក់ដើម្បីបានប្រាក់ខែរបស់គាត់កឹមជីព្រះរស់ហើយវីដេអូហ្នឹងគឺបានចាបានពីវីដេអូហើយនៅពេលដែលបានវីដេអូនាងខ្ញុំធនាគារផងធ្វើបន់ផងអីផងអញ្ចឹងនាងខ្ញុំត្រូវតែសេវដំណាំហ្នឹងដើម្បីថតបងប្អូនណាដូចថា
នាងខ្ញុំបរៀនមុខម្ហូបនឹងអញ្ចឹងឆ្ងាញ់អញ្ចឹងនាងខ្ញុំត្រូវការចំហុយជាមួយប៉េងប៉ោះចាហើយបើសិនជាបងប្អូនបត់ប៉េងប៉ោះនាងខ្ញុំអស់នាងខ្ញុំបានប៉េងប៉ោះអាណាថោតចាអញ្ចឹងហើយមូលហេតុនេះបងប្អូនសូមមេត្តាមកបន្លែនេះដើម្បីហូបអាហារសម្រន់បាត់ហើយតាក់ទងនឹងបន្លែជាកម្មសិទ្ធិរបស់នាងខ្ញុំទេបើសិនជាបងប្អូនដាំអានឹងបងប្អូនមានសិទ្ធិបេះយល់ទេបងប្អូនហេហេមុខបងធ្វើបែកសំណាស់ជាពិសេសនិយាយម្ដងថ្លង់ណាស់បងអើយអញ្ចឹងឯអូនចាមនុស្សនៅក្នុងផែនដីបងប្អូនក្នុងផែនដីតែមួយទេក៏ប៉ុន្តែមានវាសនាខុសគ្នាបើសិនជាយើងមានលុយបងប្អូនចង់ធ្វើញែកញក់ចង់ធ្វើកំ pl ៃអូយធ្វើសំណាអូយធ្វើសំណាក៏ប៉ុន្តែបើសិនជាយើងអត់មានលុយមុខអាក្រក់ចាបងប្អូនអើយមុខថ្ងៃណាបែកសំមុខថ្ងៃណានិយាយម្ដងថ្លង់ក៏ទៅពិភពលោកនេះគេយកលុយជាធំតែម្ដងថ្ងៃនេះនាងខ្ញុំអត់បានចំអិនមុខម្ហូបទេគឺនាងខ្ញុំចង់ប្រាប់ឲ្យបងប្អូនជាពិសេសកូនចំនួនក្រោយនឹងតែម្ដងប្រយ័ត្នប្រយែងជាមួយនឹងមនុស្សបងប្អូនអើយតាមចំណែនតាមខំគ្រប់ពេលវេលាទោះបីជាយើងមិនស្គាល់គាត់ក៏ដោយតែអរគុណពួកគាត់ណាបងប្អូនជីវិតរបស់នាងខ្ញុំពោពេញទៅដោយបញ្ហាពោពេញទៅដោយទុក្ខជីវិតរបស់នាងខ្ញុំបើសិនជានិពន្ធជារឿង100%មិនទាន់ចាប់ផងកំសត់ណាស់បងប្អូនកំសត់មែនតែនជួបតែមនុស្សដែលតាមធ្វើបាបឈ្នានីសហើយអានេះគ្រាន់តែឈ្នានីសក្នុង comment ទេបងប្អូនអត់មានឈឺចាប់ទេការនាងខ្ញុំចាចូលវ័យពេញត្រូវប្រឡូកក្នុងសង្គមបងប្អូនអើយស្អីក៏ជួបដែរបញ្ហាជីវិតរបស់នាងខ្ញុំដូចរឿងភិកតែម្ដងដូចមីនាងអញ្ចឹងនិយាយចំគឺអូយបងប្អូនមនុស្សអាក្រក់ណាស់ហើយតែបច្ចុប្បន្ននេះនាងខ្ញុំតែងតែបដិសេធមិនជួប fan ខ្លះដោយសារតែអ្នកខ្លះ fan មែនក៏ប៉ុន្តែបងប្អូនដឹងទេមកចង់ចាដាក់ថ្នាំរបស់នាងខ្ញុំយកទូរស័ព្ទឬក៏យកជាបន្តិចបន្តួចនាងខ្ញុំពាក់ក្នុងខ្លួនណាបងប្អូននាងខ្ញុំដឹងខ្លួនតើតាកុំអីត្រូវដកកុំអីត្រូវនាងខ្ញុំអស់ឬក៏អាចអស់ជីវិតទៀតដោយសារតែនាងខ្ញុំចូលវ័យប៉ុណ្ណឹងនាងខ្ញុំមានមេរោគចង់និយាយថាមានរោគអីគេបាក់ទឹកចិត្តដាក់ជ្រុលអីទៅនាងខ្ញុំមិនទៅអញ្ចឹងបាទនាងខ្ញុំអត់សូវជួបបងប្អូនទេដោយសារតែនាងខ្ញុំជួបបងប្អូនអើយ3ខែមុនចាចឹងហើយមនុស្សសាហាវណាស់សាហាវមែនតើបច្ចុប្បន្ននេះអញ្ចឹងជូនបងឲ្យបងប្អូនជួបមនុស្សល្អណាហេចង់ឲ្យអ្នកម្ដាយរាល់ម្ដងអត់ឲ្យហូបទៀតទេអ្នកម្ដាយធ្វើបានទេ no អត់ទាន់បានទេយកមិញទៅតែយំឲ្យរំមិនកាត់កូនណាថ្ងៃនេះអ្នកម្ដាយចំអិនមុខម្ហូបមួយដើម្បីឲ្យកូនរំវិញណាតោះទស្សនាជាមួយអ្នកម្ដាយឥឡូវនេះតោះឆ្នៃមុខម្ហូបនេះជាមួយនាងខ្ញុំណាមុខម្ហូបមួយនេះគឺជាមុខម្ហូបកម្មកររោងចក្រតែម្ដងជាទូទៅតែងតែទិញមាន់អូនតាក់ចាហើយអត់ចេះឆ្នៃទេថ្ងៃនេះទិញទឹកអំពៅយកមកឆ្នៃធ្វើជាគ្រឿងចាលាយជាមួយប្រេងខ្យង2មកម្សៅស៊ុបទឹកស៊ីអ៊ីវចាទឹកត្រីបន្ទាប់មកគឺយើងដាក់ជាមួយនឹងទឹកស៊ីអ៊ីវខាប់រួចហើយយើងដាក់ជាមួយនឹងម្សៅម្ទេសកូរ៉េដើម្បីឲ្យពណ៌អត់មានកូនដាក់ជាមួយនឹងអីគេអាម្ទេសក្រៀមយើងក៏បានដែរក៏ប៉ុន្តែវាហិលបើម្ទេសកូរ៉េអត់ហិលទេនេះគឺជាមួនចារោងចក្រតែម្ដងនាងខ្ញុំមានកូនចៅគាត់ធ្វើការរោងចក្រមុនមកកន្លែងនាងខ្ញុំហើយនាងខ្ញុំទៅលេងកន្លែងគាត់នាងខ្ញុំឃើញកន្លែងគាត់លក់តែមាន់ហ្នឹងទេអត់មានមាន់ស្រែ 15000 អីចឹងណាបងប្អូនណាចាលាងទឹកវាឲ្យស្អាតសម្ងួតឲ្យស្ងួតកាប់វាចឹងមកដាក់បំពងចាដាក់បំពងឲ្យវាបាន 50% រួចហើយយើងដាក់ជាមួយនឹងរំដេងយើងដាក់ជាមួយនឹងគល់ខៃយើងដាក់ជាមួយនឹងស្លឹកក្រូចចាដាក់ចូលមកហើយយើងបន្តបើកហ្គាសឲ្យក្តៅដើម្បីឲ្យវាចាឈ្ងុយសព្វជាមួយគ្នាតែម្ដងបន្ទាប់ពីវាឈ្ងុយហើយគឺយើងលើកវាដាក់ទុកមួយអន្លើចាបំពងខ្ទឹមឲ្យវាឈ្ងុយដាក់ចូលរួចហើយកុំភ្លេចណាឆ្នូលកណ្ដាលជាមួយនឹងពងមាន់ក៏បានពងទាក៏បានដើម្បីឲ្យវាបង្កើនរសជាតិទៀតណាចានៅពេលដែលយើងបង្កើនរសជាតិណាលោកអើយរំចេញតែម្ដងដាក់ជាមួយនឹងជាឆ្ងាញ់ណាស់មុខម្ហូបនេះរសជាតិប្រៃផ្អែមឈ្ងុយចាហើយបើសិនជាកូនអត់សូវចូលចិត្តផ្អែមដកទឹកដោះគោចេញមួយណាចាដកទឹកដោះគោចេញមួយវារៀងផ្អែមល្មមវារៀងភ័យច្រើននេះខ្ញុំដាក់ទឹកដោះគោហ្នឹងដើម្បីឲ្យឈ្ងុយចាមុខម្ហូបមួយហ្នឹងណាក្លែមបានមួយបន្ទប់តែម្ដងនិយាយមែនជាឈាមកចំពោះអ្នកធ្វើការរោងចក្រតនេថ្ងៃសៅរ៍អូហូយជប់លៀងថ្ងៃអាទិត្យគេថ្ងៃច័ន្ទធ្វើការមែនទេហេ